ជំរាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងវីដេអូថ្មីក៏ដូចជាវីដេអូថតសត្វផ្សេងបាទពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថាបាទទៅមើលវីដេអូមួយបងប្អូនគឺតកតងនឹងសត្វខ្យងមួយយ៉ាងណាបាទសម្រាប់បងប្អូនខ្លះគាត់ស្គាល់ឈ្មោះសត្វខ្យងនេះបាទប៉ុន្តែខ្ញុំដូចជាមិនស្គាល់ច្បាស់ទេបងប្អូនគឺថានៅភូមិខ្ញុំបាទនឹងខ្លះក៏គេហៅថាខ្យងចេកបាទខ្យងចេកបាទហើយខ្លះក៏គេហៅថាខ្យងព្រៃខ្យងអីចឹងណាបាទប៉ុន្តែខ្ញុំមិនស្គាល់ឈ្មោះវាច្បាស់ទេប៉ុន្តែគ្រាន់តែថាបាទនៅទីនេះគឺសម្បូរសត្វខ្យងនឹងហើយនឹងសត្វទាកបាទច្រើនមែនទែនបាទពីព្រោះថានៅពេលដែលដល់រដូវធ្លាក់ភ្លៀងម្ដងឬក៏មានធ្លាក់ភ្លៀងម្ដងហ្នឹងបាទគឺសម្បូរបាទសត្វខ្យងនេះច្រើនមែនទែនបងប្អូនបាទគឺថាសត្វខ្យងហ្នឹងវានៅពេលដែលមានមេឃភ្លៀងមកគឺវាចេញមកខាងក្រៅបាទចេញពីព្រៃចេញមកពីបាទដប់អីផ្សេងសម្រាប់អីផ្សេងបាទវាចេញមកខាងក្រៅវាបាទរោគចំណីផ្សេងហើយនៅក្នុងនោះបាទក៏មានសត្វទាកសត្វអីផ្សេងដែរហើយសត្វខ្យងហ្នឹងក៏បានចេញមកក្រៅបាទឃើញសត្វទាកហ្នឹងបាទស៊ីសត្វទាកហ្នឹងតែម្ដងបាទហើយសម្រាប់បងប្អូនដែលនៅតាមជនបទឬក៏បាទនៅតាមផ្ទះតំបន់ផ្សេងស្រុកស្រែមួយចំនួនក៏មិនសូវជាមានខ្យងប្រភេទនេះទេបាទមានតែខ្យងដែលយើងយកទៅហូបណាបាទមានខ្យងស្រែបាទក្តាមានខ្យងមានក្តាមមានអីចឹងទៅប៉ុន្តែសម្រាប់នៅតាមតំបន់ព្រៃគឺសម្បូរខ្យងប្រភេទនេះហើយនឹងសម្បូរសត្វទាកបងប្អូនគឺសត្វទាកនេះក៏ច្រើនដែរបាទនៅពេលដែលមានមេឃភ្លៀងបាទម្ដងហ្នឹងគឺដោយសារតែខ្ញុំនៅទីតាំងម្ដុំនេះគឺវានៅជិតនឹងព្រៃភ្នំបងប្អូនបាទនៅជិតព្រៃភ្នំបាទហើយនៅពេលដែលមានមេឃភ្លៀងរដូវវស្សាគឺសម្បូរសត្វទាកនិងសត្វខ្យងប្រភេទនេះគឺចេញមកក្រៅបាទទាំងសត្វទាកក៏យើងបាទទាំងសត្វទាកក៏វាចេញរោគចំណីហើយទាំងខ្យងហ្នឹងក៏វាចេញរោគចំណីដែរបាទហើយបាទសត្វទាកវាចេញមកដោយសារតែវាភ្លៀងខ្លាំងទៅវាលិចទីជម្រកវាផ្សេងវាចេញមកបាទហើយចេញមករយៈពេលបាទដីស្ងួតអញ្ចឹងគឺសត្វទាកហ្នឹងវាវិលចូលកន្លែងវាវិញបាទជួនកាលវាទៅកន្លែងថ្មីវាអញ្ចឹងណាបាទហើយសម្រាប់ខ្យងនេះក៏អញ្ចឹងដែរបាទនៅពេលដែលបាទមេឃស្ងួតក្តៅខ្លាំងអញ្ចឹងទៅខ្យងហ្នឹងក៏ចាប់ដើមវិលទៅទីបាទកន្លែងផ្សេងបាទរបស់វាវិញផងដែរប៉ុន្តែអ្វីដែលគួរឲ្យប្លែកគឺថាបាទនៅភូមិខ្លះក៏មិនសូវជាមានតំបន់ខ្លះក៏មិនសូវជាមានប្រភេទខ្យងនេះដែរគឺខ្យងនេះជាទូទៅគឺសម្បូរនៅតាមព្រៃភ្នំបាទច្រើនបាទបងប្អូនបាទសម្បូរច្រើនវាមិនចេញបាទរាយទេបងប្អូនគឺចេញច្រើនតែម្ដងណាបាទនៅតាមបាទចិត្តព្រៃភ្នំនៅតាមព្រៃឈើផ្សេងឬក៏ផ្ទះយើងដែលនៅតំបន់ភ្នំតំបន់អីហ្នឹងបាទគឺដូចនៅប៉ែកខាងអូស្មាច់អូអីចឹងទៅបាទគឺសម្បូរមែនតើបងប្អូនមិនមែនចេញ1 2ទេណាចេញច្រើនតែម្ដងទាំងសត្វទាកទាំងខ្យងប្រភេទនេះគឺច្រើនមែនតើបងប្អូនគឺថានៅពេលដែលមេឃកាន់តែភ្លៀងខ្លាំងគឺសត្វប្រភេទហ្នឹងគឺចេញកាន់តែច្រើនហើយមើលទៅគឺបាទព្រឺសម្បល់មែនតើហើយវាឡើងរហូតដល់ចូលក្នុងផ្ទះក្នុងបន្ទប់យើងទៀតណាបងប្អូនបាទទាំងខ្យងជាងសត្វទាកហ្នឹងគឺចូលក្នុងបន្ទប់ក្នុងកន្លែងគេងយើងបាទបើសិនជាយើងអត់បានប្រុងប្រយ័ត្នវាទេគឺសត្វទាកនឹងចូលទៅដល់ក្នុងបន្ទប់យើងហើយខ្យងប្រភេទនេះក៏វាចូលដែរបាទវាចូលទៅបើស៊ីសត្វផ្សេងបាទទាំងសត្វទាកនឹងក៏វាស៊ីបាទសត្វផ្សេងបាទកណ្ដូបស្អីឲ្យតែសត្វណាដែលប្រភេទជាសត្វងាប់នឹងគឺសត្វខ្យងប្រភេទនេះគឺវាបាទទៅស៊ីសត្វនឹងតែម្ដងបាទហើយប្រសិនបើបងប្អូនណាគាត់ស្គាល់ប្រភេទខ្យងនេះណាបាទអាចជួយ comment ប្រាប់ផងបាទនេះសត្វខ្យងវាកំពុងតែបាទវាទៅរកសត្វទាកនឹងហើយបងប្អូនសត្វទាកនេះវាងាប់ហើយបាទវាងាប់ហើយវាចេញមកគឺវាងាប់តែម្ដងបាទហើយខ្យងនឹងវាបាទវាកំពុងតែវាមកបាទក៏ឃើញសត្វទាកនឹងបាទឃើញសត្វទាកនឹងមកហើយវាក៏ចាប់ដើមបាទយកមាត់វានឹងគឺថារុញសត្វទាកនឹងរកកន្លែងណាដែលមានដាច់អាលាត់ហើយវាចាប់ដើមជញ្ជប់ឈាមបាទស៊ីនៅសត្វទាកនឹងតែម្ដងបាទហើយបងប្អូនទាំងអស់គ្នាកុំភ្លេចចុចពាក្យថាជីវបាទ Subscribe like និង Share បាទនៅ Channel SB Report ដែលជា Channel ថតនៅសត្វផ្សេងឬក៏បាទចាប់សត្វផ្សេងបាទកុំភ្លេចជួយ like ជួយ Share និងជួយ Subscribe នៅ Channel ខ្ញុំបាទផងដែរបាទ